មានបងប្អូនណាស្គាល់ឈ្មោះនំនេះហេទៅ Wall Street ថ្ងៃមុនឃើញមកកន្លែងនេះមានលក់នំនឹងអញ្ចឹងនិយាយទៅគឺខ្ញុំចូលចិត្តញ៉ាំនំនឹងអញ្ចឹងប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះរូបរាងចេញមកគឺស្តៀងគៀវបំពងអញ្ចឹងបាននិយាយពីរសជាតិវិញគឺឆ្ងាញ់របស់គេមែនហើយតម្លៃវិញដូចជាមួយនឹង2000បើសិនជាយក3គឺ5000អញ្ចឹងមានតាំងពីនំនឹងផងមានតាំងពីលបបាត់ដំបងផងនិយាយទៅមានច្រើនហើយខ្ញុំឃើញគាត់នឹងគឺបំពងមកថ្មីហ្មងតម្លៃ5000ហ្នឹងគឺមាន3យើងយកលាយក៏បានដែរខ្ញុំក៏យក3ចង់សាកថារូបជាតិមិនដែរអញ្ចឹងនៅខាងក្នុងនោះគឺមានស្នូលទាំងពីរហ្មងពេលដែលខាំទៅគឺស្រួយឆ្ងាញ់ហ្មងទីតាំងវិញគឺនៅជួរផ្លូវទៅផ្សារចាស់បន្ទាប់មកក៏ដើរមកផ្លូវទៅឃើញនៅកន្លែងគាត់នេះមានលក់ដលងវិញនេះខ្ញុំឃើញគេដាក់រូបតាំងឡើងតំណងហ្មងដល់ពេលលក់មួយហ្នឹង10000ហើយបើទឹកសថាគេស៊ុយទៅលើហ្នឹងរបស់គេមានច្រើនរសជាតិមែនតើហ្មងកំងហើយគឺគាត់បំពងមកភ្លាមហ្មងគ្រាន់តែខ្ញុំអត់ដឹងមិនរបស់ខ្ញុំយកចេញមកគឺវារៀងបាក់បែកអញ្ចឹងហើយបើទឹកសវិញគឺខ្ញុំយកឈីសមានរយសារាយទៅលើដែរអញ្ចឹងតម្លៃវិញគឺមួយចានហ្នឹងហ្មងគឺ10000បាននិយាយពីរសជាតិវិញគឺឆ្ងាញ់គួរសមដលងហ្នឹងគឺស្រួយឆ្ងាញ់ហ្មងប៉ុន្តែគ្រាន់តែដលងហ្នឹងយកមកដល់គឺវារៀងបាក់បែកអញ្ចឹងអត់សូវស្អាតទេបន្ទាប់ពីញ៉ាំហើយក៏ដើរមកវិញឃើញនំចាក់ខ្វៃសឹកតនេះខាញ់ខ្ញុំយូរដល់ពេលអញ្ចឹងក៏មកទិញដែរហ្មងទៅបើតម្លៃវិញដូចជាលក់មួយហ្នឹង2000ដល់មកក៏មិនខ្ញុំភ្លេចបាត់ហើយគ្រាន់តែបើសិនជាយក3ហ្នឹងតែ5000ទេហើយរបស់គេមានទឹកជ្រលក់សឹកតហ្នឹង2កូនចានអញ្ចឹងបាននិយាយពីរសជាតិវិញគឺនំប៉័ងសឹកតនេះឆ្ងាញ់របស់គេមែនខ្ញុំខាញ់ញ៉ាំយូរហើយតំតាទៅ Wall Street ហ្នឹងឃើញគេលក់ហើយនេះគឺជាទីតាំងនៅខាងគាត់អាចតាមមើលផ្លូវបាន